Haiជំរាបសួរអ្នកទាំងអស់គ្នាវ៉ាវឥឡូវខ្ញុំមានអារម្មណ៍ថាម៉េចឥឡូវខ្ញុំមានអារម្មណ៍ភ័យព្រោះអីខ្ញុំចង់ធ្វើ video log នេះនិយាយតែខ្មែរអត់មាននិយាយអង់គ្លេសហើយពេលខ្ញុំវះកាត់2-3អាទិត្យមុនខ្ញុំថាខ្ញុំហាត់អត់បានគួរតែរៀននិយាយខ្មែរប្រសើរជាងមុនចឹងថ្ងៃនេះខ្ញុំចង់និយាយបានយូរហើយខ្ញុំអត់មានរៀបពាក្យជាមុននេះមកខ្ញុំអត់មានរៀបពាក្យជាមុនទេបាទខ្ញុំនិយាយតាមគិតហើយមុនដំបូងខ្ញុំចង់សូមអរគុណអ្នកទាំងអស់គ្នាដែលបានជូនពរឲ្យខ្ញុំបានជាឆាប់តាមពិតខ្ញុំដើរបានល្អមែនទែនលើមើលសំបីតារំក៏ខ្ញុំរំបានពិសេសណាdoctor នៅស្រុកអាមេរិកបច្ចេកទេសគេល្អមែនទែនបាទខ្ញុំមានរឿងខ្លះដែលចង់និយាយប្រាប់បងប្អូនអូខ្មែរលយមែនណាខ្ញុំចង់និយាយរឿងខ្លះហើយខ្ញុំអត់ចង់សរសេរនៅលើ Facebook ខ្លាចជនបរទេសគេដឹងអញ្ចឹងរឿងអស់នេះខ្ញុំចង់ទៅប្រាប់community បងប្អូនរបស់យើងមើលstart computer ខ្ញុំនៅទំរៀនចាប់ផ្ដើមអូខេមុនដំបូងរឿងនេះពិសេសគ្រាន់បើអត់មានណាដឹងពេលខ្ញុំទៅថតរឿង Bangkok Dog នៅស្រុកថៃនាងដេញដើរតួរងដើរតួជាមួយខ្ញុំនាងឈ្មោះមីណានាងល្អមែនទែនសុភាពរាបសារគួរសមនាងសួរខ្ញុំថាខ្ញុំជនជាតិអីខ្ញុំថាខ្ញុំជនជាតិខ្មែរភ្នែកនាងភ្លឺភ្លាមថាអូនៅក្នុងក្រុមគ្រួសារខ្ញុំក៏មានពីយូរវែងហើយក៏មានខ្មែរហើយនាងប្រាប់ខ្ញុំថានាងជាបងប្អូនជីដូនមួយរបស់Tony Jaa នៅស្រុកខ្មែរខ្ញុំអត់ដឹងគេហៅឈ្មោះគាត់អីទេចាភ្នំឬមួយមនុស្សច្រើនជេរគាត់ខ្ញុំអត់មានជេរគាត់ទេបាទចឹងនេះគឺវីដេអូដែលជួបគ្នាទីដំបូងចឹងសំខាន់ដែលពេលថៃឃើញយើងតាមពិតនៅស្រុកថៃគេមិនមានមើងងាយយើងឬមួយអត់ចូលចិត្តខ្មែរទេខ្ញុំអត់ដែលជួបប្រទេសទេហើយខ្ញុំនៅជួបមនុស្សច្រើនណាស់នៅនឹងនេះគឺ Brian ទាំងអស់គ្នាស្គាល់ហើយមិត្តភ័ក្តិសម្លាញ់របស់ខ្ញុំហើយនាងនិយាយទៀតថាមើល Yeah. pause យ៉ាងម៉េចទេ Oh man, we watching. នាងជាកូនកាត់យុរ៉ុបហើយថៃប៉ុន្តែម៉ែនាងនិយាយខ្មែរហើយថាបងប្អូនរបស់ម៉ែនាងមានតំណែងតំណងបងប្អូនរបស់ Tony Jaa ហើយ Tony Jaa ជីដូនជីតារបស់ Tony Jaa មកពីខ្មែរខ្ញុំអត់ចង់និយាយអញ្ចឹងឲ្យបងប្អូនទៅប្រកាសថាគាត់ជាខ្មែរឬថៃមិនសំខាន់ទេគាត់ជាមនុស្សដូចតែយើងខ្ញុំអត់មានខឹងគាត់អ្វីទេគាត់
ធ្វើអ្វីគាត់ទទួលយើងធ្វើអ្វីយើងទទួលមានន័យថាពេលជនបរទេសចូលមក Facebook ខ្ញុំគេខឹងគេជេរខ្ញុំគឺរឿងរបស់គេមិនមែនរឿងរបស់ខ្ញុំទេបាទពេលយើងជេរគេគឺរឿងរបស់ខ្ញុំគឺរឿងរបស់យើងមិនគួរធ្វើអញ្ចឹងសំទោសខ្ញុំអត់មានចង់បដៅអ្នកណាគេទេបាទជីវិតយើងចង់រស់នៅមិនក៏បានដែរអានឹងស្មារតីរបស់អាមេរិកចង់រស់នៅមិនក៏បានដែរគិតយ៉ាងម៉េចក៏បានសំទោសពាក្យខ្ញុំនិយាយដូចកូនក្មេង7ឆ្នាំព្រោះខ្ញុំគិតរកពាក្យអត់បានសំទោសឲ្យផងខ្ញុំខំអស់ពីសមត្ថភាពនៅស្រុកអាមេរិកខ្ញុំមានសញ្ញាបត្រពីមហាវិទ្យាល័យអញ្ចឹងពេលខ្ញុំនិយាយអង់គ្លេសខ្ញុំបាននិយាយជ្រៅជ្រះប៉ុន្តែចំពោះភាសាខ្មែរម៉ាក់ឯប៉ាខ្ញុំខំបរៀនខ្ញុំពីក្មេងប៉ុន្តែគាត់រវល់រលុយអីគាត់ខំមែនទែនបានខ្ញុំបានដល់ប៉ុណ្នេះបាទហើយសំណាងល្អខ្ញុំមើលរឿងចិនច្រើនគេបកប្រែនៅខ្មែរបាទម៉ាក់ខ្ញុំពេលគាត់ផងដេនៅផ្ទះគាត់បរៀនខ្ញុំអក្សរខ្មែរគួរឲ្យសរសើរគាត់ព្រោះតាមពិតកូនខ្មែរច្រើននៅស្រុកអាមេរិកអត់មានចេះខ្មែរទេបាទចឹងសុំទោសឲ្យផងខ្ញុំនិយាយយឺតមែនទែនប៉ុន្តែមើលមុខនាងឲ្យច្បាស់មើលនេះគឺរឿង Bangkok Dog ប៉ុន្តែមិនសំខាន់មើលរឿងមើលមុខមកហ្នឹងសំណោចមែនពេលខ្ញុំមើលខ្ញុំជាខ្មែរប៉ុន្តែមើលទៅអាមេរិកគេហៅខ្ញុំទៅថតនៅស្រុកថៃអានឹងខ្ញុំមានកិត្តិយសហើយកិត្តិយសរបស់ខ្ញុំគឺកិត្តិយសរបស់ខ្មែរខ្ញុំមិនដឹងនិយាយយ៉ាងម៉េចប៉ុន្តែប៉ុណ្្នឹងមើលមុខនាងចំចឹងនាងដូចមកពីសរិនខ្ញុំអត់សូវចំណាំដែរនេះដូច5ឆ្នាំមុនយូរណាស់ហើយប៉ុន្តែហ្នឹងគឺរឿងដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែលខ្ញុំជួបប្រទះប៉ុន្តែនិយាយពីរឿងផ្សេងឆ្នាំមុនខ្ញុំសំណាងល្អបានគ្រូ Kenya Praj លោកគ្រូ Kenya ប៉ុន្តែខ្ញុំចង់និយាយព្រោះអីមាន message ពី Facebook ហើយនេះចាំខ្ញុំអានអក្សរខ្មែរឲ្យទាំងអស់គ្នាដឹងថាខ្ញុំមិនសូវចេះអានទេរៀនចេញពីគ្រូណាអូខេមុនដំបូង answer មុនដំបូងខ្ញុំឆ្លើយរៀនចេញពីគ្រូណាខ្ញុំមានគ្រូដែលខ្ញុំរៀនក្បាច់ខ្មែរ2គ្រូទី1ខ្ញុំមើលតាម YouTube គាត់ឲ្យដឹងថាខ្ញុំជាសិស្សប៉ុន្តែខ្ញុំអរគុណគាត់ដែលបានដាក់ក្បាច់បុរាណខ្មែរយុទ្ធគុណឈ្មោះគាត់គឺលោកគ្រូឈិនជុនហើយមើល
ខ្ញុំបង្ហាញជំហរទី1ជំហរទី1មានឈ្មោះថាជំហរហនុមានជំហរហនុមានគឺជាជំហរដែលម្ដងណាក៏ឃើញជាលក្ខណៈលើកជើងបាត់អូខេខ្ញុំសំណាងល្អដេញមានលោកគ្រូដេញគាត់មានអារម្មណ៍មិនដាក់ក្បាច់បុរាណខ្មែរទៅលើ YouTube ព្រោះសំខាន់ណាស់របស់ខ្ញុំរកក្បាច់ខ្មែរអត់សូវបាននៅស្រុកអាមេរិកច្រើនឆ្នាំណាស់ខ្ញុំរៀនពីក្បាច់របស់គាត់ខ្ញុំអរគុណគាត់ហើយឥឡូវខ្ញុំជូនពរគាត់ព្រោះអីគាត់អត់សូវជាខ្ញុំទិដ្ឋានឲ្យគាត់ឲ្យបានជាវិញបាទអញ្ចឹងខ្ញុំអរគុណគាត់ហើយខ្ញុំហៅគាត់គ្រូខ្ញុំអត់បានលិតជង្គង់លិតអីទេប៉ុន្តែខ្ញុំមើលគាត់ដូចជាគ្រូហើយរួចទៅឆ្នាំមុនខ្ញុំបានជួបលោកគ្រូ Kenya Pratch ហើយមុនដំបូងខ្ញុំអត់ដឹងគាត់មនុស្សយ៉ាងម៉េចដែរប៉ុន្តែពេលខ្ញុំជួបគាត់នេះគឺខ្ញុំមុនដំបូងយើងជួបប្រទះដែលបានជួបគ្នាព្រោះអីតើធ្វើ demonstration បង្ហាញក្បាច់បកតោនៅ San Francisco ធំដុំណាហើយគាត់ហៅខ្ញុំទៅជួយហើយខ្ញុំនៅផ្ទះជាមួយសិស្សបងសិស្សប្អូននេះមើលរូបគាត់មុននេះគឺលោកគ្រូ Kenya Pratch គាត់មនុស្សពិសេសមែនទែនខ្ញុំស្រឡាញ់គាត់ណាស់បាទប៉ុន្តែនេះនៅផ្ទះថរ៉ុតសាមកំពុងតែប្រហាញខ្ញុំក្បាច់យ៉ាងម៉េចហើយលោកគ្រូពងជួយបង្ហាញថាម៉េចជាយ៉ាងនេះជាខ្មែរយ៉ាងនេះជាថៃហើយខ្ញុំរៀនសូត្របានច្រើនមែនហើយខ្ញុំបានអានសៀវភៅរបស់គាត់ How to Black Stone Hands គាត់រៀបរាប់ពីសង្គ្រាមពីប៉ុលពតហើយពេលខ្ញុំអានយំច្រើនណាស់បាទជនជាតិយើងបានជួបប្រទះរឿងច្រើនណាស់ហើយឥឡូវយើងគួរមានមោទនភាពដូចអាចនៅមានស្រុកហើយស្មារតីរបស់ខ្មែរយើងអត់មានណាប្រៀបធៀបដល់ទេខ្ញុំមើលទៅអញ្ចឹងយើងដឹងថាអនាគតយើងទៅមុខជាប្រសើរឲ្យតែយើងលែងវាយគ្នាលែងឈ្លោះគ្នាសំទោសមិនហ៊ានប្រដៅទេបាទតោះមើលមុខគាត់ម្ដងទៀតបើខ្ញុំបញ្ចេញក្បាច់ខុសយ៉ាងម៉េចមិនមែនព្រោះគាត់ទេព្រោះគ្រូក្បាលខ្ញុំអត់ចូលចិត្តតាមទំនៀមទម្លាប់ទេសំទោសខ្ញុំដឹងថាទំនៀមទម្លាប់សំខាន់ប៉ុន្តែខ្ញុំរស់នៅពីក្មេងមកនៅស្រុកអាមេរិកដូចអត់ដឹងនិយាយថាយកឆ្នៃប្រឌិតខ្លួនឯងជាខ្ពស់ជាងទំនៀមទម្លាប់ហើយអានឹងក៏មានប្រសើរមានល្អមានអាក្រក់ទំនៀមទម្លាប់មានល្អមានអាក្រក់ជឿនលឿនមានល្អមានអាក្រក់ខ្ញុំអត់ហ៊ានថាមួយណាល្អជាងប៉ុន្តែទាំងពីរហ្នឹងល្អហើយគាត់យល់ស្របពេលជាមួយគាត់ខ្ញុំអាចលិតជង្គង់ឲ្យគាត់តែសុំគាត់ជាលោកគ្រូរបស់ខ្ញុំ
ឲ្យកិត្តិយសទៅគាត់ព្រោះអីគាត់ជាមនុស្សពិសេសមែនទែនពេលគាត់ទៅរៀនបុក្កតោមកខ្ញុំអត់ដឹងថាបុក្កតោមានបោកច្បាប់មាន clay ដោយ grappling ខ្ញុំអត់ដឹងសោះហើយពេលគាត់បង្ហាញខ្ញុំថាអូបុក្កតោតាមពិតពិសេសមែនទែនយើងគួរអរគុណថៃដែលសំវប្បធម៌របស់យើងមិនគួរខឹងគេបើគេអត់រក្សាយើងប្រហែលបាត់ច្រើនហើយខ្ញុំទៅសើថៃមែនថៃដេញយកមួយថៃទៅឆាកពិភពលោកហើយបានឈ្នះអានឹងក៏យើងមិនចំណែនគេទេហើយឥឡូវដល់ពេលយើង time to rise now ចឹងខ្ញុំអបអរថ្ងៃនេះនិយាយ5минутនឹងប្រហែលគ្រប់គ្រាន់ហើយសំទោសខ្ញុំនិយាយយឺតអរគុណអ្នកទាំងអស់គ្នាបានទស្សនាបាយ